សួស្តីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងបន្តពីវីដេអូមុនខ្ញុំបាននិយាយពីការ verify SIM card ជាមួយនឹងអត្តសញ្ញាណប័ណ្ណមកដល់វីដេអូនេះខ្ញុំនឹងយក SIM card អត្តសញ្ញាណប័ណ្ណក្នុងលក្ខខណ្ឌ SIM card ហ្នឹងយើងបានយកទៅកាត់ជាមួយនឹងកុងធនាគារអញ្ចឹងខ្ញុំយក SIM card អត្តសញ្ញាណប័ណ្ណកុងធនាគារ verify ជាមួយនឹង Digi Super App ដើម្បីឲ្យត្រូវតាមគោលការណ៍របស់ក្រសួងអញ្ចឹងខ្ញុំនឹងផ្ទៀងផ្ទាត់មួយទៀតគឺបានបើកបរអញ្ចឹងបងប្អូនចូលទៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាតើខ្ញុំធ្វើម៉េចដើម្បីធ្វើការផ្ទៀងផ្ទាត់បានអញ្ចឹងសម្រាប់ការផ្ទៀងផ្ទាត់គឺខ្ញុំផ្ទៀងផ្ទាត់ជាមួយនឹង Digi Super App ជា app របស់ក្រសួងណាបើបងប្អូនអត់ទាន់មានទេបងប្អូនអាចទៅ download បានពី App Store ឬក៏ Play Store សម្រាប់ខ្ញុំ download ហើយអញ្ចឹងខ្ញុំចូលទៅក្នុង Digi Super App នេះគឺ app នេះមានរូបរាងបែបនេះអញ្ចឹងខ្ញុំចូលទៅក្នុង Digi Super App មកដល់កន្លែងនេះបងប្អូនអាចចុច sign in sign up log in ឬក៏បងប្អូនអាចចូលខាងក្រោមនេះ account នេះតែចំណែកខ្ញុំអត់ទេខ្ញុំចូលកន្លែង sim verify ហ្មងដោយសារគោលដៅខ្ញុំគឺត្រូវការតែ verify តញ្ញាណប័ណ្ណ sim card កុងធនាគារនិងប័ណ្ណបើកបរអញ្ចឹងខ្ញុំចូលទៅក្នុង sim verify ចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះបងប្អូននឹងឃើញapp ធនាគារជាច្រើនក្នុងលក្ខខណ្ឌបងប្អូនប្រើ app ធនាគារមួយណាបងប្អូនចូលទៅក្នុង app ធនាគារមួយហ្នឹងចំពោះខ្ញុំប្រើ AVA អញ្ចឹងខ្ញុំចុចលើ AVA ចុចកន្លែង AVA ហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះគេតម្រូវឲ្យយើងវាយ pin code របស់ app AVA ហ្នឹងអញ្ចឹងយើងវាយមកដល់កន្លែងនេះយើងត្រូវផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុង app ហ្នឹងត្រូវអត់ឈ្មោះពេញរបស់យើងថ្ងៃខែឆ្នាំផុតកំណត់សំទោសថ្ងៃខែឆ្នាំកណ្ដាលរបស់យើងភេទអាសយដ្ឋានរបស់យើងលេខទូរស័ព្ទលេខអត្តសញ្ញាណប័ណ្ណនិងថ្ងៃខែផុតកំណត់របស់អត្តសញ្ញាណប័ណ្ណរបស់យើងបន្ទាប់ពីយើងពិនិត្យសពគ្រប់ហើយឃើញថាត្រូវបងប្អូនអាចចុច tick កន្លែងនេះមួយ I acknowledge អញ្ចឹងយើង tick កន្លែងហ្នឹងមកបន្ទាប់មកទៀតបងប្អូនឃើញពាក្យថា agree to share យើងចុចកន្លែងហ្នឹងមកដល់កន្លែងនេះគេនឹងទាមទារឲ្យយើងវាយ pin code របស់កុងធនាគារយើងម្ដងទៀតអញ្ចឹងយើងវាយមកអញ្ចឹងមកដល់កន្លែងនេះគេទាមទារយើង scan មុខអញ្ចឹងយើង scan មកយើងព្យាយាមតិចកន្លែង scan មុខហ្នឹងណាពេលខ្លះវាពិបាកដែរអញ្ចឹងយើងបើយើងអស់នាទីដូចជា30វិនាទីអស់ហើយយើង scan អត់ជោគជ័យយើងចុច pin code scan ទៀត scan រហូតដល់ជោគជ័យអញ្ចឹងសម្រាប់ខ្ញុំគឺជោគជ័យហើយអញ្ចឹងខ្ញុំចុច done បងប្អូនឃើញទេ success អញ្ចឹងខ្ញុំចុច done ខាងក្រោមនេះមកដល់កន្លែងនេះគេតម្រូវឲ្យយើង set up pin code set up pin ដើម្បីយើងថ្ងៃក្រោយទៅយើងស្រួល log in log out បានដូច account ផ្សេងៗដូចគ្នាអញ្ចឹងខ្ញុំចុច set up pin ចុចកន្លែងហ្នឹងមកអញ្ចឹងសម្រាប់ pin ខ្ញុំដាក់1 2 3 4 5 6អញ្ចឹង pin code ហ្នឹងគេអត់ឲ្យទេអញ្ចឹងយើងវាយម្ដងទៀតដោយសារលេខរៀងហ្នឹងអញ្ចឹងខ្ញុំវាយ1 2 3 8 5 2បន្ទាប់មកគេឲ្យហើយចេញខៀវអញ្ចឹងគេឲ្យហើយចុច continue មកដល់កន្លែងនេះយើង confirm ជាមួយនឹង pin ម្ដងទៀត1 2 3 8 5 2បន្ទាប់មកទៀតយើងចុចពាក្យថា save បន្ទាប់មកទៀតចេញកន្លែងនេះបងប្អូនចុច enable ចុចកន្លែងហ្នឹងមកអញ្ចឹងសម្រាប់pin ហ្នឹងបានហើយនេះយើងមិនបាច់បើកទេបានហើយអញ្ចឹងកន្លែងនេះយើងចង់ដូរបន្ទាប់ពីចុះវីដេអូខ្ញុំដូរ pin code នឹងចេញហើយអញ្ចឹងខ្ញុំបកទៅវិញសិននេះបងប្អូនចូលមកយើងមើលត្រូវ verify ទៀតអញ្ចឹងចុចលេខ home នេះមកចុចលេខ sim verify នឹងម្ដងទៀតអញ្ចឹងមកដល់កន្លែងនេះអញ្ចឹងលេខទូរស័ព្ទហ្នឹងដែលខ្ញុំបានបង្កើតកុងធនាគារហ្នឹងអញ្ចឹងខ្ញុំចុច verify ហ្មងអញ្ចឹងបើអត់លូតឡើងមកទេបងប្អូនវាយមកឲ្យតែ sim នៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងចុចលេខ verify ដោយសារ sim ខ្ញុំនៅហ្នឹងស្គាល់អញ្ចឹងចេញ verify លេខហ្នឹងអញ្ចឹងចុចកន្លែងហ្នឹងហ្មង
មកដល់កន្លែងនេះយើងចុចដានមកអានេះchatbot ទេយើងមិនបាច់ទេយើង back ទៅវិញមកនេះយើង verify ជាមួយនឹង SIM ហ្នឹងមួយហើយ SIM ហ្នឹងគឺជា SIM ដែលយើងបានបង្កើតកុងធនាគារអញ្ចឹងយើងបានទៀងទាត់បាន verify ជាមួយនឹង Digi Super App ហើយអញ្ចឹងគេទទួលថាលេខទូរស័ព្ទហ្នឹងរបស់យើងលេខទូរស័ព្ទហ្នឹងបានភ្ជាប់កុងពិតប្រាកដមែនអត្តសញ្ញាណប័ណ្ណហ្នឹងលេខទូរស័ព្ទហ្នឹងត្រូវអញ្ចឹងបើបងប្អូនត្រូវការ verify ជាមួយនឹង SIM ផ្សេងទៀតបងប្អូនចុចពាក្យថា verify another phone number បងប្អូនចុចលេខហ្នឹងមកអញ្ចឹងយើងវាយលេខទូរស័ព្ទដែលយើងត្រូវ verify ហ្នឹងចូលតបពីវាយលេខទូរស័ព្ទត្រូវហើយយើងចុច verify អញ្ចឹងយើងចូលទៅយកលេខកូដដែលគេផ្ញើចូលលេខទូរស័ព្ទមួយហ្នឹងយកមកដាក់កន្លែងហ្នឹងមកអញ្ចឹងនេះលេខកូដគេផ្ញើមកហើយ6976 8គុត6976 8គុត6976 8គុតបន្ទាប់មកយើងចុចដានណាបងប្អូនមើលណា congratulation ចុចដានមកយើងបកទៅវិញយើងមកចូល chatbot ហ្នឹងនេះបងប្អូនឃើញទេអញ្ចឹងខ្ញុំផ្ទៀងបាន SIM 2ហើយបងប្អូនមាន SIM ប៉ុន្មានបងប្អូនផ្ទៀងផ្ទាត់ឲ្យអស់មកឧទាហរណ៍ថាបងប្អូនមានកូនចៅគាត់អត់ទាន់គ្រប់អាយុគាត់ទិញ SIM card អត់ទាន់បានអញ្ចឹងបងប្អូនទិញ SIM card ឲ្យកូនប្រើអីអញ្ចឹងបងប្អូនអាចយកមកផ្ទៀងផ្ទាត់ក្រុមឈ្មោះបងប្អូនឬក៏គាត់ឥឡូវគាត់គ្រប់អាយុហើយអញ្ចឹងបងប្អូនអាចកាត់ឈ្មោះពីយើងឲ្យទៅគាត់ហ្មងតែផ្ទាល់ហ្មងបានណាតែម្ដងទេអញ្ចឹងពេលធ្វើវីដេអូហ្នឹងបងប្អូនឲ្យគាត់ scan មុខ scan ទៅដាក់អត្តសញ្ញាណរបស់គាត់ទៅអាហ្នឹងគឺអូខេអញ្ចឹងសម្រាប់ខ្ញុំផ្ទៀងបាន2 SIM ហើយបើបងប្អូនអស់ SIM ត្រូវការផ្ទៀងហើយបងប្អូនបិទទៅបងបែកវិញមកសម្រាប់ខ្ញុំត្រូវការផ្ទៀងផ្ទាត់ជាមួយនឹងបានបើកបរមួយទៀតអញ្ចឹងខ្ញុំចុចកន្លែងនេះ personal wallet នេះបងប្អូនចុចខាងក្រោមនេះ personal wallet ខ្ញុំផ្ទៀងបានបើកបរខ្ញុំមួយទៀតអញ្ចឹងខ្ញុំ verify ឲ្យហើយអញ្ចឹងមកដល់កន្លែងហ្នឹងបងប្អូនចុចកន្លែងនេះមកនេះall នេះហ្នឹងដូចគ្នានេះឡានអញ្ចឹងបើបងប្អូនត្រូវការផ្ទៀងបងប្អូនចុចសញ្ញាបូកនេះតបមកទៀតបងប្អូនចុច start now hello ខាងលើមកបន្ទាប់មកបងប្អូនយកបានបើកបរបងប្អូនមក scan មកនេះបន្ទាប់មកយើងពិនិត្យព័ត៌មានបានបើកបរយើងឃើញថាត្រូវហើយបងប្អូនចុច request ណាបងប្អូនពិនិត្យទៅឈ្មោះមានថ្ងៃខែឆ្នាំផាត់កំណត់របស់បានអីហ្នឹងថ្ងៃចេញបានអញ្ចឹងបងប្អូនពិនិត្យតាមហ្នឹងមកលេខរបស់បានលេខអីហ្នឹងបងប្អូនពិនិត្យឃើញថាត្រូវហើយបងប្អូនចុច request មកដល់កន្លែងនេះគឺជោគជ័យហើយបើបងប្អូនត្រូវការយក QR code បងប្អូនយកបានយកកន្លែងនេះមកយក QR code ទុកបងប្អូនអត់យកអត់ទៅណាឃើញទេនេះ QR code ដែរឃើញទេអញ្ចឹងបងប្អូនអត់ត្រូវការយកក៏អត់ទៅអញ្ចឹងសម្រាប់ការផ្ទៀងទាត់ហ្នឹងគឺបានជោគជ័យទាំងតញ្ញាណប័ណ្ណលេខទូរស័ព្ទកុងធនាគារនិងបានបើកបរអញ្ចឹងបងប្អូនត្រូវការប្រើអីនេះបងប្អូនគ្រាន់តែបង្ហាញទៅសមត្ថកិច្ចពលិចរាចរណ៍ទៅបងប្អូនចុចហ្នឹងទៅឬក៏គេ scan ជាមួយ QR code យើងហ្នឹងដែលយើងបានយកទុកមិញហ្នឹងណាបើតែប៉ុណ្្នឹងយើងអត់ចាំបាច់កាន់បានបបតាមខ្លួនអញ្ចឹងណានេះ pin code ដែលយើងកំណត់មិញហ្នឹងយើងវាយមកចូលមើលតិចទៅណាយើងកាន់តែប៉ុណ្្នឹងទៅយើងអត់ចាំបាច់ដាក់ចាក់ញៀនបានជាប់ខ្លួនអត់ចាំបាច់ដាក់បានបើកបរជាប់ខ្លួនអញ្ចឹងណាដោយសារយើងបាន verify ក្រសួងគេទទួលស្គាល់ហើយអញ្ចឹងនេះបានបើកបរយើងចុចហ្នឹងយើងបង្ហាញបានបើកបរហើយអញ្ចឹងសម្រាប់វីដេអូក្នុងការផ្ទៀងផ្ទាត់ការទូរស័ព្ទអត្តសញ្ញាណប័ណ្ណកុងធនាគារជាមួយនឹងបានបើកបរសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំអរគុណ